បាទមហាសន្និបាតរបស់គុណខ្មែរអន្តរជាតិលើកនេះគឺជាការប្រែប្រួលនិងជារបត់ថ្មីមួយសម្រាប់សហព័ន្ធគុណខ្មែរអន្តរជាតិព្រោះយើងបានធ្វើសមារណកម្មនិងធ្វើការឯកភាពក្នុងជាតិរបស់យើងបានល្អជាពិសេសគឺរវាងគុណខ្មែរអន្តរជាតិនិងគុណខ្មែរជាតិរបស់យើងត្រូវធ្វើការតែមួយនេះគឺជាគោលបំណងធំបាទហើយគោលបំណងមួយទៀតគឺយើងបានជំរុញឲ្យមានការបង្រួបបង្រួមរវាងសមាជិកទាំងអស់ហើយឲ្យមើលឃើញឲ្យសមាជិកគ្រប់ប្រទេសទាំងអស់ដែលជាង60ប្រទេសហើយដែលយើងទៅសមាជិកហ្នឹងឲ្យគាត់មើលឃើញថាយើងកាន់តែរឹងមាំយើងកាន់តែមានភាពជឿជាក់ផ្ដល់នូវភាពជឿជាក់ឲ្យទៅសមាជិកទាំងអស់ដែលជាគោលដៅនៃគោលបំណងរបស់យើងឆ្ពោះទៅរកការបញ្ចូលគុណខ្មែរទៅលើឆាកអន្តរជាតិឲ្យកាន់តែធំឡើងហើយជាពិសេសគឺចូលទៅក្នុងចលនាអូឡ িম্প ិកអន្តរជាតិឲ្យកាន់តែបានឆាប់រហ័សអញ្ចឹងអ្វីដែលយើងធ្វើលើកនេះយើងមានការរៀបចំរចនាសម្ព័ន្ធមួយដែលគួរឲ្យទុកចិត្តហើយមានសាមគ្គីភាពផ្ទៃក្នុងល្អគ្មានស្អីដែលធ្វើដែលយើងថាធ្វើមិនបានទេព្រោះយើងនៅក្នុងជាតិតែមួយយើងមិនឲ្យមានគុណខ្មែរមានការមើលឃើញអំពីភាពចម្រងចម្រុះភាពបែកបាក់គ្នាឬក៏អីទេយើងមើលឃើញថាឯកភាពជាតិពិតប្រាកដនៅក្នុងគុណខ្មែររបស់យើងដើរនៅលើផ្លូវតែមួយបាទហើយជាពិសេសគឺយើងបានរៀបចំឲ្យមានការទំនាក់ទំនងនិងការធ្វើការជាមួយគ្នាស្អិតរមួតហើយនឹងលើកទឹកចិត្តឲ្យប្រទេសទាំងអស់ជាសមាជិកហ្នឹងគាត់ធ្វើការឲ្យបានល្អជាងមុនទៅទៀតដោយមានទំនុកចិត្តពីអគ្គលេខាធិការដ្ឋានរបស់យើងទៅអញ្ចឹងយើងទទួលបានដែលសំខាន់ជាងគេយើងទទួលបានអៃដាមខេវឆាយដែលជាប្រធានសហព័ន្ធគុណខ្មែរជាតិរបស់យើងជាអគ្គលេខាធិការដែលជាសេនាធិការឲ្យគុណខ្មែរអន្តរជាតិនេះគឺជាចំណុចសំខាន់បាទចំណុចសំខាន់ហើយទី2យើងបានទុកតម្កល់ទុកនៅការដឹងគុណគុណូបការៈនៃការដឹងគុណកតញ្ញូតាធម៌ចំពោះប្រធានដែលគាត់បានត្រូវលើកតម្កើងឲ្យទៅជាប្រធានស្ថាបនិកគេហៅថា founder ប្រធានស្ថាបនិកគឺអាយដាមបណ្ឌិតនាមរានិងជាប្រធានកិត្តិយសសម្រាប់គុណខ្មែររបស់យើងអស់មួយជីវិតអញ្ចឹងគាត់ត្រូវបានការងារគឺបានន័យថាគាត់គឺជាអ្នកដែលខ្ពស់បំផុតដែលត្រូវទទួលការគោរពពីបណ្ដាប្រទេសទាំងអស់ណាព្រោះយើងដឹងហើយថាគុណខ្មែររបស់យើងគឺជាបព្វធម៌អត្តសញ្ញាណជាតិរបស់យើងមិនអាចគេហៅថាការអភិវឌ្ឍប្រកបទៅដោយបរិយាបន្នបានន័យថាការអភិវឌ្ឍដោយមិនអាចខ្វះបាននៅចំណុចណាមួយទេនេះគឺជាចំណុចពិសេសមួយនៅក្នុងថ្ងៃនេះដែលយើងគួរតែអបអរសាទរហើយខ្មែរទាំងអស់គួរតែគាំទ្រណាដល់ចលនានេះបាទដល់ចលនានេះអញ្ចឹងយើងបានរួបរวมគ្នាយើងបានរៀបចំឲ្យមានភាពរឹងមាំនៅក្នុងការដឹកនាំគ្រប់គ្រងរបស់យើងដែលយើងហៅថាអភិបាលកិច្ចល្អនោះគឺថារយៈពេល1ឆ្នាំទៅ2ឆ្នាំខាងមុខទៀតយើងសង្ឃឹមទៀតថាយើងនឹងកាន់តែរឹងមាំនិងកាន់តែជោគជ័យនៅក្នុងការងាររបស់យើង I love good